បងប្អូនធ្លាប់ឮពីសេវាថែទាំអ្នកជំងឺតាមផ្ទះឬក៏យើងហៅថា home care service ដែរអត់ហើយតើការព្យាបាលអ្នកជំងឺតាមផ្ទះនេះគេព្យាបាលរបៀបណាហើយនរណាខ្លះគួរតែទទួលសេវាថែទាំមួយនេះជំរាបសួរខ្ញុំបាទឈ្មោះលីប៊ូលុនថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីអ្វីទៅគឺជាការថែទាំអ្នកជំងឺតាមផ្ទះឬយើងហៅថា home care service ថាតើការថែទាំនោះគេថែទាំរបៀបម៉េចហើយទទួលបានអត្ថប្រយោជន៍អ្វីខ្លះចំពោះអ្នកជំងឺបើយើងទៅលេខទៅមើលប្រទេសគេជឿនលឿនបច្ចុប្បន្នគឺគេមានការថែទាំអ្នកជំងឺតាមផ្ទះហ្នឹងរួចទៅហើយដោយឡែកប្រទេសយើងសពថ្ងៃក៏មានសេវាតាក់ទងជាមួយនឹងការថែទាំអ្នកជំងឺតាមផ្ទះផងដែរប៉ុន្តែប្រជាជនយើងភាគច្រើនមិនទាន់ស៊ីជម្រៅតាក់ទងជាមួយនឹងអ្វីទៅគឺជាសេវាថែទាំអ្នកជំងឺតាមផ្ទះសេវាថែទាំអ្នកជំងឺតាមផ្ទះគឺជាការផ្ដល់សេវាជូនអ្នកជំងឺដល់ផ្ទះអ្នកជំងឺឬក៏កន្លែងដែលគាត់ស្នាក់នៅតែម្ដងហើយក្នុងនោះក៏យើងមានក្រុមគ្រូពេទ្យនិងក្រុមគិលានុបដ្ឋាកនិងគិលានុបដ្ឋាយិកាដែលមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រឹមត្រូវមានជំនាញនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការផ្ដល់សេវានេះជូនអ្នកជំងឺជាពិសេសនោះក៏យើងមានឧបករណ៍ទំនើបសម្រាប់ផ្ដល់ការថែទាំជូនអ្នកជំងឺផងដែរទាក់ទងជាមួយនឹងការថែទាំអ្នកជំងឺតាមផ្ទះពិតជាមានអត្ថប្រយោជន៍ជាច្រើនដូចជាអ្នកជំងឺមិនចាំបាច់អញ្ជើញមកកាន់ clinic ផ្ទាល់នោះទេហើយជាពិសេសនោះយើងអាចជួយសម្រួលដល់សមាជិកក្រុមគ្រួសារអ្នកជំងឺដែលគាត់មិនសូវមានពេលវេលាក្នុងការថែទាំអ្នកជំងឺឬក៏ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យចំណុចមួយទៀតក្រុមគ្រួសារអ្នកជំងឺគាត់មានភាពងាយស្រួលក្នុងការថែទាំអ្នកជំងឺនិងមានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់ហើយអ្នកជំងឺក៏គាត់មានភាពកក់ក្ដៅពីក្រុមគ្រួសាររបស់ពួកគាត់និងក្រុមគ្រូពេទ្យដែលមើលថែគាត់ប្រចាំថ្ងៃដែលមានជំនាញច្បាស់លាស់ផងដែរចំណុចទៀតគឺយើងផ្ដល់សុវត្ថិភាពនិងទំនុកចិត្តខ្ពស់ជូនក្រុមគ្រួសារអ្នកជំងឺនិងអ្នកជំងឺក្នុងការថែទាំអ្នកជំងឺប្រចាំថ្ងៃដូចជាការការពារការដួលរបស់អ្នកជំងឺក្នុងការទៅទប់ទឹកឬក៏ដើរផ្សេងការពារការឆ្លក់របស់អ្នកជំងឺនៅពេលដែលយើងផ្ដល់អាហារជូនគាត់មួយទៀតគឺការពារការកើតមានជំងឺដំបៅក្រែដែលសម្រាប់អ្នកជំងឺដែលគាត់អាចធ្វើចលនាបានហើយក្នុងនោះក៏មានការផ្ដល់ជូនថ្នាំទៅតាមពេលវេលានិងម៉ោងត្រឹមត្រូវក្នុងវេជ្ជបញ្ជាហើយយើងអាចតាមដានសញ្ញាជីវិតជូនអ្នកជំងឺគ្រប់ពេលវេលាជាពិសេសអ្នកជំងឺគាត់អាចទទួលបានការថែទាំនិងការព្យាបាលនៅតាមផ្ទះហ្នឹងដូចនៅក្នុងទីពេទ្យអញ្ចឹងតាក់ទងជាមួយនឹងការផ្ដល់សេវាថែទាំអ្នកជំងឺតាមផ្ទះ Apple ក៏មានការផ្ដល់សេវាថែទាំអ្នកជំងឺពីកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ហើយក្នុងនោះក៏មានដូចជាការទៅយកសំណាក់ពីផ្ទះអ្នកជំងឺឬក៏ការទៅបូមឈាមពីផ្ទះអ្នកជំងឺដែលមិនអាចពិបាកក្នុងការធ្វើដំណើរមកកាន់ទីពេទ្យហើយឬក៏យើងទៅវាតម្លៃពីស្ថានភាពអ្នកជំងឺនៅដល់ផ្ទះអ្នកជំងឺនិងសម្រាប់អ្នកជំងឺដែលគាត់មានស្លាប់ជំនាញខ្លួនឬក៏ពិបាកក្នុងការធ្វើចលនាអ្នកជំងឺដែលពិបាកក្នុងការពិសារអាហារដែលងាយប្រឈមនឹងឆ្លក់ឬក៏ពិបាកក្នុងការធ្វើចលនាណាមួយហើយក្នុងនោះក៏មានអ្នកជំងឺដែលគាត់មានភាពចាស់វង្វេងតាក់ទងជាមួយនឹងការថែទាំអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃប្រចាំខ្លួនក៏ដូចជាជំងឺលើឈាមជំងឺទឹកនោមផ្អែមជំងឺបេះដូងឬក៏ជំងឺមហារីកជាដើមជាពិសេសអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើមឬក៏រលាកសួតទាំងកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការដកដង្ហើម Clinic Air Plus របស់យើងក៏អាចផ្ដល់ជូនអុកស៊ីហ្សែនឬក៏ម៉ាស៊ីនជំនួយដង្ហើមជាមួយនឹងឧបករណ៍ទំនើបដើម្បីជួយសង្គ្រោះអ្នកជំងឺដល់គេអាឋានផងដែរបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ទាក់ទងជាមួយនឹងសេវានៃការថែទាំនៅតាមផ្ទះពុកម៉ែបងប្អូនអាចទម្លាក់ជា comment នៅក្នុងវីដេអូខាងក្រោមនេះឬធ្វើការទំនាក់ទំនងមកកាន់ clinic យើងផ្ទាល់តែម្ដងសូមអរគុណ